វីដេអូនេះវិញទៀតតើអ្នកគ្នាតែខ្ញុំនឹងរៀបរាប់ពីកម្មវិធីទាំងមូលខ្ញុំបានទៅចូលរួម concert ក្លឹមព្រះនគររបស់បងទេបព្រឹកជាមួយបងជីដេវីខ្ញុំអត់បានទៅដឹងតែស្ដាយក្រោយមកតែសលេងឥឡូវក៏ដឹងថាមិនសមមកខ្ញុំហូរខ្លាំងប៉ុណ្ណាដែរអ្នកគ្នាគ្រាន់តែទស្សនីយភាពទី1ដែលគេហមលបាំទៀនមនុស្សរាប់រយនាក់ហ្នឹងអូខ្ញុំរំភើបខ្លាំងហ្មងយល់ពាក្យថាលយខ្លាំងអត់ទាំងអស់គ្នាគ្រាន់តែព្រិញខ្មែរទូរថប់ដូរពណ៌ឆាកហ្មងហ្នឹងហើយអាចចំណុចពិសេសទាំងអស់ហ្នឹងដូចជាភ្លើងឆាកការសម្ដែងអីហ្នឹងគូខ្ញុំសូមឲ្យមកលៀនលើដល់គ្នាឆ្នាំមើលរាល់ concert របស់គាត់ upgrade រហូតអត់ដែលមានដដែលអត់ដែលមានក្រុមពីមុននេះគឺមានតឡើងទៅមិនចាំថាពីមុនគាត់ព្រមយ៉ាងច្រើនម៉ាក់អ្នកអាចថាឧទាហរណ៍ថា60នាក់ទៅ100នាក់ចូលក្រុមប៉ុន្តែឥឡូវ200 300នាក់ហើយអញ្ចឹងការសម្ដែងទស្សនីយភាពនេះធំមែនតើគឺចាប់ផ្ដើមឆ្នាំ2026មកហើយបងព្រឹកខ្ជូតណាគាត់ភ័យពេលគាត់និយាយខុស Oh my god ខ្ញុំឡើងចង់យំចង់និយាយថាគាត់ខ្ជូតខ្លាំងអ្វីដែលខ្ញុំស្រឡាញ់គឺពេលដែលគាត់និយាយបែបធម្មតាជាគាត់ហ្មងហើយគាត់អត់ដែលសូវមើល script ទេម្ដងនេះគាត់ថាបើគាត់អត់មាន script ទេគឺគាត់ផ្លេចទេព្រោះគាត់ចង់និយាយចេញពីចិត្តហ្មងកូនបានខិតខំបំផុតនៅគេដំណើរបំពាក់បុរសតាមផ្លូវរបស់កូនដែលសានាងកណ្ដាលជួបក្នុងដងរៃដែលបានបែងចែកទឹកកប់ពោះដែលជាស្ថាបត្យកម្មដ៏ល្បីល្បាញដល់វគ្គនេះគឺក្តុកក្តួលមួយសាលហ្មងឥឡូវសម័យមើលទៅធ្លាប់ទៅធ្វើគេសោយសบายរីករាយយំឡងទុកភ្នែកហូរលហាហ្មងហើយទាំងពីរអ្នកហ្មងតអស់គ្នាគឺគេរៀបរាប់អំពីការបាក់បែកបបភាសាព្រះវិហារយើងគ្មានអ្នកគេយល់អារម្មណ៍ជាងកូនខ្មែរទេខ្ញុំនិយាយមែនវ៉ាវបត់យកសង្គ្រាមនេះលយខ្លាំងហ្មងគឺមក energy បែប strong ខ្លាំងចង់និយាយថាខ្មែរគឺអត់ចាញ់បានទេចាការចូលរួមសម្ដែងមានពីខាងបុកតាក៏ដូចជាបងប្អូនសិល្បករគាត់ស្លៀកពាក់ជាបងវីរៈកងទ័ពចឹងណាអូយកន្លែងហ្នឹង touching ខ្លាំងដល់អ្នកគ្នាមានន័យថានិយាយទៅសិល្បៈនៅណាមានបងវីរៈកងទ័ពជាអ្នកការពារថែរក្សាចឹងណាបទនេះគឺស្ថិតនៅក្នុងបេះដូងយើងគ្រប់គ្នាហ្មងដោយសារជាបទទី1ដែលគាត់បានធ្វើ MV អស្ចារ្យបំផុតបន្ទាប់មក MV របស់គាត់ក្រោយៗគឺកាន់តែខ្លាំងជាងមុនទៀតហើយ concept នៃវីដេអូការស្លៀកពាក់ការថតអីហ្នឹងខ្លាំងទៅខ្ញុំគិតថាតែគាត់យកបទនេះមកច្រៀងវិញធ្វើឲ្យជា fan ដូចពួកខ្ញុំអីហ្នឹងមានអារម្មណ៍រំភើបខ្លាំងឃើញការទៅដល់ចំណុចទី1ដែលគាត់ចាប់ផ្ដើមធ្វើបទដែលខ្លាំងបែបវប្បធម៌អញ្ចឹងហើយដែលកាន់តែពិសេសគាត់ fit ជាមួយនឹងកម្ពុជាវីរៈចម្រៀងបងស្រីអស្គងកញ្ញាទៀតនិយាយពីថាសម្លេងពីរអ្នកគាត់ស៊ីគ្នាខ្លាំងមែនទែនពេលគាត់ស្រីពីរនាក់ Oh my god top of the lady ហ្នឹងគឺសម្រាប់ពីរអ្នកគាត់ហ្មងបទហ្នឹងណាបន្ទាប់មកបងកញ្ញាក៏បានសម្ដែងបទចម្រៀងគាត់មួយដើម្បីជាកិត្តិយសក្នុងកម្មវិធីម្នាក់គឺថាស្មឹងស្មាត់ស្ដាប់ផងហូផងអូយទស្សនីយភាពថ្ងៃនេះគឺអស្ចារ្យខ្លាំងមែនតើគឺថ្នាក់ជាតិបែបផ្លូវការមកតអរគ្នាបើមានជុំបែបអន្តរជាតិហើយយើងត្រូវសម្ដែងបទចម្រៀងឬក៏សម្ដែងការទស្សនីយភាពជាតិអីដាក់ទស្សនីយភាពបំព្រឹកនេះមួយគឺញាក់សាច់ហ្មងបទនេះគឺ my favorite song តអរគ្នាអត្តន័យការសម្ដែងការស្លៀកពាក់ melody ចម្រៀងមកគឺបែបព្រឺសម្បល់អូយព្រោះខ្លាំងបទនេះគឺនិយាយពីគុនខ្មែរសុទ្ធមកតអរគ្នាអញ្ចឹងមុននឹងមានចម្រៀងហ្នឹងគឺមានការសម្ដែងគុនខ្មែរពីខាងបងបុកតាយើងគូសម្ដែង full set បែប special show ហ្មងលុយខ្លាំងមែនតើនៅពេលតែបងព្រឹកចេញមកច្រៀងមានតែរបាំបុរាណកែណជាមួយនឹងគ្រុឌនឹងទៀតអូយបេះដូងខ្ញុំហក់អស់ហើយស្អាតខ្លាំងមែនតើអ្នកគ្នាអាចមើលបាននេះហើយមើលទូរស័ព្ទប៉ុណ្ណឹងហើយទៅមកមើលផ្ទាល់ទៀតទស្សនីយភាពនេះគឺបទមហានគរចុងក្រោយគេគឺផ្ដើមឡើយពីជាមួយនឹងទស្សនីយភាពកោសមុទ្រទឹកដោះអ្នកខ្លះដែរមើលអញ្ចឹងនេះគឺជាការសម្ដែងមួយដ៏អស្ចារ្យដែលកូនខ្មែរគួរតែស្គាល់កោសមុទ្រទឹកដោះហ្នឹងហើយទើបចេញជាអប្សរាចេញអីណាហើយនេះគឺចុងបញ្ចប់ហើយមានសិល្បករទាំងអស់ឡើងមកលើឆាកដើម្បីអបអរសាទរចុងក្រោយអញ្ចឹងទៅហើយបេះដូងលោតហោះអស់ហើយថ្ងៃនេះបងប្អូនគ្នាបានជួបបងសិល្បករបានមើលការសម្ដែងដ៏អស្ចារ្យខ្ញុំសូមកាត់ទសាទៅដល់បងព្រឹកនិងបងវិញដូចជាអរគុណទៅកាន់ម្ចាស់ sponsor Tommy Sunflower ហើយនិងបងសិល្បករបុរាណដែលចូលរួមសម្ដែងទាំងអស់ពួកគាត់ប្រកែបើអត់មានពួកគាត់ទស្សនីយភាពនេះក៏អត់មានដែរគាត់ថាកម្មវិធីនេះមានទាំងបងព្រឹកមានទាំងសិល្បៈបុរាណចូលគ្នានេះពួកគាត់គឺជាចាប់ដៃគូគ្នាបានយ៉ាងល្អដើម្បីដើរទៅមុខសម្រាប់សិល្បៈខ្មែរហ្មងហើយខ្ញុំអត់មានអីទេមានតែ
ចាំមើលនៅការសម្ដែងក្រោយៗទៀតនឹងតែចូលរួមហើយបើបានសម្ដែងក៏សប្បាយចិត្តបើអត់បានទេនឹងតែមកចូលរួមទៀតដែរម្ដងនេះស្ដាយដោយសារហាត់ច្រើនពេកអត់បានចូលរួមកុំអីត្រូវបានហមដែរបាត់ក៏តែអត់អីអង្គុយមើលចឹងរំភើបហើយធ្វើវីដេអូអ្នកនរគ្នាមើលវិញពីព្រោះនេះគឺជាការចែករំលែកដ៏ធំជាជាងខ្ញុំទៅហមខ្ញុំអត់ស្បានថតចឹងហើយក៏អរគុណក្តីស្រឡាញ់ទាំងអស់របស់អ្នកផ្សេងដែលគាត់មានចំពោះខ្ញុំដែរទៅដល់ហ្នឹងគេសុំថតសុំអីឡើយមានអារម្មណ៍ថាខ្លួនឯងដូចអ្នកសម្ដែងម្នាក់ដែរសប្បាយខ្លាំងមែនតើហើយនេះការស្លៀកពាក់របស់បងសិល្បករដែលចូលរួមដូចបងនេនមកអីគាត់ស្រៀបចំខ្លួនបានស្អាតន័យថាក៏អស់តម្លៃទៅលើកម្មវិធីអញ្ចឹងសូមអរគុណកម្មវិធីទាំងមូលក៏ដូចជាអរគុណអ្នកចូលរួមទាំងអស់ដែលធ្វើកម្មវិធីនេះមើលទៅអឡារឹកឲ្យអ្នកចិត្តខាងឃើញថាអ្នកឯងអាចប៉ះមួយខ្មែរបានទេអញ្ចឹងវីដេអូថ្ងៃនេះមានប៉ុណ្្នឹងឯងអ្នកទាំងគ្នាមើលឲ្យមានអារម្មណ៍មកចាំប្រាប់ផងណាបាយបាយ